មេបញ្ជាការកងទ័ពអាកាសថៃបាននិយាយថាយន្តហោះចម្បាំង S-16 បានត្រៀមខ្លួន24ម៉ោងលើ24ម៉ោងយន្តហោះចម្បាំង S-16 បានត្រៀមខ្លួនរួចរាល់ហើយខណៈដែលមេបញ្ជាការ AOCC បាននិយាយថាកងទ័ពអាកាសរក្សាការត្រៀមខ្លួន24ម៉ោងលើ24ម៉ោងដើម្បីការពារអធិបតេយ្យភាពជាតិនិងសុវត្ថិភាពរបស់ប្រជាជនយោងតាមសារព័ត៌មាន Khawsat English ចេញផ្សាយនៅថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2025បានឲ្យដឹងថានៅថ្ងៃទី12ខែវិច្ឆិកានេះនៅកងពលលេខ1ខេត្តនគររាជសីមាមេបញ្ជាការកងទ័ពអាកាស Ravin Thanomsing និងជាមេបញ្ជាការរដ្ឋានត្រួតពិនិត្យប្រតិបត្តិការអាកាស AOCC បានធ្វើដំណើរទៅត្រួតពិនិត្យការត្រៀមខ្លួននៃប្រតិបត្តិការហោះហើរជាមួយយន្តហោះចម្បាំង S-16លោកបានចូលរួមហោះហើរជាមួយយន្តហោះ S-16 ដើម្បីត្រៀមខ្លួនសម្រាប់បេសកកម្មគ្រប់ស្ថានភាព24ម៉ោងក្នុងមួយថ្ងៃជារៀងរាល់ថ្ងៃដើម្បីការពារអធិបតេយ្យភាពនិងសន្តិសុខរបស់ប្រទេសជាតិស្របតាមចេតនារបស់មេបញ្ជាការកងទ័ពអាកាសភូមិន្ទថៃក្នុងការអនុវត្តបេសកកម្មការពារអធិបតេយ្យភាពជាតិនិងសុវត្ថិភាពរបស់ប្រជាជនអនាគតរបស់លោកអ្នកកាន់តែភ្លឺស្វាងដោយសាកលវិទ្យាល័យ Bill Bry